ព្រះគុណព្រះអង្គមកឆាំអង្គុយទៅព្រះអង្គសូមយាងគង់ព្រះគុណព្រះអង្គព្រះគុណព្រះអង្គមកឆាំអង្គុយទៅព្រះអង្គសូមយាងគង់សូមយាងពួកជិញកំពុងនិយាយពីរឿងចរចាយើងមកលើកនេះគឺចង់ស្ដាប់យោបល់របស់លោកទូលបង្គំយល់ថាចរចាគឺឈ្នះទាំងសងខាងច្បាំងគឺបរាជ័យទាំងសងខាងតើបានន័យថាយ៉ាងម៉េចព្រះអង្គពេលសម័យស្ដេចជីនចុងមហាសង្ឃនិងនគរលាវឆ្នាំនោះចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពនៅពេលនោះជូនដង្វាយដល់នគរយើងស្មើនឹងចំណូលស្រុកពីក្នុងមួយឆ្នាំបដូរមកវិញយកសន្តិភាពចំណែកបច្ចុប្បន្នចំណាយប្រាក់សុទ្ធប៉ុណ្ណឹងអាចប្រមូលបានហើណាមនិងតំបន់សៀនស៊ីមកវិញព្រះអង្គមានប្រតិទូលាយយល់ពីចិត្តប្រជារាស្ត្រទូលបង្គំគិតថាមិនលើសពី2ឆ្នាំទេប្រកាសជាអាចប្រមូលមកវិញនៅប្រាក់ទាំងនោះបានដែលព្រះអង្គបានចំណាយហើយផលទាំងនេះយើងសុទ្ធតែយល់ប៉ុន្តែជាញរករឿងមិនត្រឹមតែពួកយើងផ្ដល់ដង្វាយទេនៅឲ្យយើងលុបជង្គង់ទទួលរាជសារគេពិតជាហួសហេតុពេកហើយមែនហើយមែនទូលបង្គំលើថាពួកជីងមានអរិយាប័ត្ររឹងរូសខ្លាំងណាស់ពួកគេមិនព្រមដកថយទេបើមិនយល់ព្រមខ្លាចតែការចរចាមិនបានសម្រេចប៉ុន្តែបើសិនជាម៉ែមនេះមហាសង្ឃយើងយកមុខទុកឯណាហេតុនេះត្រូវរកមធ្យោបាយដែលល្អទាំងសងខាងទៅបានព្រះអង្គមានបន្ទូលត្រូវណាស់ព្រះអង្គការពិតព្រះអង្គអាចយកមូលហេតុកាន់ទុកស្ដេចមុនមកសួរនាំកិច្ចការរាជការបើមិនសួរនាំកិច្ចការរាជការគឺមិនចាំបាច់ទទួលរាជសាររាជទូតជីងបែបនេះមិនទទួលរាជទូតជីងក៏មិនបាច់លុតជង្គង់ដែរដល់យើងទុកថាមិនមកដោយអត់ប្រយោជន៍ទេប៉ុន្តែលោកថាទៅតើពួកជីងយល់ព្រមទេព្រះអង្គឈិងហួយយល់ព្រមកិច្ចចរចានឹងពួកជីងលោកប្រាជិញលោកនៅទីនេះរងទុកហើយថ្ងៃស្អែកត្រឡប់ទៅសំណាក់អបរាជវិញទៅឈិងហួយសូមអរព្រគុណព្រះអង្គ
លោកម្ចាស់ឈិញត្រឡប់មកវិញហើយសូមអបអរសូមអបអរលោកម្ចាស់ឈិញអបអរដល់សាទរលោកម្ចាស់ឈិញលោកចាឈិញអបអរលោកម្ចាស់ឈិញលោកម្ចាស់ឈិញអរគុណគាត់ត្រឡប់មកវិញហើយអបអរលោកម្ចាស់ឈិញអបអរលោកម្ចាស់ឈិញអបអរលោកម្ចាស់ឈិញពួកជីងនៅតែមិនយល់ព្រមគួរធ្វើយ៉ាងណាល្អទៅជនជាតិជីងនេះគ្មានទំនៀមទម្លាប់និយាយរឿងកាន់ទុកជាមួយនឹងពួកគេដូចជាដេញពិនឲ្យគោស្ដាប់អញ្ចឹងបើយើងលើកជង្គង់គោរពពួកជីងមន្ត្រីទាំងឡាយនៅក្នុងរាជការច្បាស់ជាយកជីវិតយើងហើយលោកអាមាត្យខ្ញុំចង់ជួលគាត់ព្រះអង្គលោកម្ចាស់ចៅលោកម្ចាស់ចៅលោកម្ចាស់ចៅមិនអាចចូលបានទេលោកម្ចាស់ចៅលោកម្ចាស់ចៅលោកអាមាត្យឲ្យខ្ញុំចូលទៅខ្ញុំចូលព្រះអង្គលោកម្ចាស់ចៅលោកកំពុងតែធ្វើអីនឹងនៅខាងក្រៅស្រែកលោកម្ចាស់ចៅលោកកំពុងតែធ្វើអីនឹងនៅខាងក្រៅស្រែកឡូឡាលោកជាមន្ត្រីមហាសង្ឃត្រូវគិតពីកិត្តិយសខ្លះផងព្រះអង្គនគរបើបាត់បង់កិត្តិយសក្នុងនាមពួកទូលបង្គំជាមន្ត្រីតើមានកិត្តិយសមកពីណាព្រះអង្គឈិញហួយជារនុកក្នុងរបស់ពួកជីងមិនអាចប្រាគេទេឈិញហួយគឺជាមនុស្សម្នាក់ដែលអាចធ្វើការបានចំណែកពួកលោកដែលជាមន្ត្រីធំទាំងនេះបានត្រឹមតែនិយាយពីមុខមាត់កិត្តិយសយើងមិនប្រើគេតើយើងប្រើនរណាព្រះអង្គខ្ញុំនិយាយទៅបើលោកគ្មានការអ្វីទៀតទេនោះត្រឡប់ទៅវិញសិនទៅយើងអបរាជឆេងមានការត្រូវពិភាក្សាគ្នាព្រះអង្គពួកជីងមានចិត្តជាចកមិនអាចចរចាបានទេព្រះអង្គបើលោកម្ចាស់ចៅជំទាស់បែបនេះទៅហើយទូលបង្គំមិនហ៊ានបន្តទៀតទេនេះជាទឹកដីយើងឬក៏ជាទឹកដីលោកអបរាជលោកប្រាជ្ញហ៊ីងឆាប់ក្រឡើងព្រះអង្គលោកអបរាជចៅមានរាជបទបែបនេះទៅហើយចំណែកមន្ត្រីដទៃទៀតកាន់តែមិនបាយនិយាយទេការពិតពួកជីងមិនអាចទទួលយកសំណើរបស់ពួកយើងមនុស្សស្អាតស្អំមិននិយាយបញ្ឆិតបញ្ជៀងទេលោកម្ចាស់ឈីងលោកចង់និយាយរឿងអីនិយាយតាមត្រង់មកព្រះអង្គពួកជីងមានអ្នកត្រូវតែឲ្យព្រះអង្គលុតជង្គង់ទទួលរាជសារគឺដោយសារតែលោកម្ចាស់ចៅនៅពេលដែលចរចាជាមួយពួកជីងអរិយាប័ត្រក្អេងក្អាងធ្វើឲ្យពួកជីងគេខឹងលោកនិយាយផ្ដេសផ្ដាសគឺគោលដៅចរចាខុសគ្នាពួកជីងមានចិត្តជាចក
ខ្ញុំមិននឹងអាចទ្រាំឲ្យគេប្រមាថបានទៅចុះលោកមានគិតដល់ព្រះអង្គដែរទេរឿងចរចាគឺដូចជាព្រួយនៅលើធ្នូត្រីតែបាញ់ចេញលោកម្ចាស់ចៅក្នុងនាមជាអបរាជមន្ត្រីធំនៅក្នុងរាជការហេតុអីក៏មិនគ្រប់គ្រងកម្លាំងរបស់ខ្លួនឲ្យបានផងទៅខ្ញុំធ្វើបែបនេះគឺយកនគរជាធំហេតុនេះទើបបដិសេធនឹងសំណើដ៏គ្មានហេតុផលរបស់ពួកជីងនោះទើបអន្តរាយជាតិអន្តរាយរាជហើយអន្តរាយដល់នគរឲ្យតែខ្ញុំធ្វើមន្ត្រីមួយថ្ងៃខ្ញុំដាច់ខាតមិនយល់ព្រមការចរចានេះទេចៅទីងលោកចង់ថាយើងគឺធ្វើឲ្យអន្តរាយនគរនឹងរាជមែនទេទូលបង្គំមិនហ៊ានទេព្រះអង្គទូលបង្គំគិតថានេះក៏មិនមែនជាបំណងពិតរបស់លោកម្ចាស់ចៅដែរប៉ុន្តែស្ថានភាពមកដល់ថ្ងៃនេះលោកម្ចាស់ចៅពិបាកនឹងកិច្ចខ្លាំងណាស់ទូលបង្គំគិតថាបើលោកម្ចាស់ចៅព្រមដឹងខុសត្រូវសំទោសជីងបន្ទន់ខ្លួនបន្តិចថាមិនត្រូវពួកជីងអាចបន្ធូរបន្ថយខ្លះមិនបាច់មានចេតនារករឿងឲ្យព្រះអង្គលុតជង្គង់ទទួលរាជសារនោះទេអបរាជចៅលោកយល់យ៉ាងណាដែរព្រះអង្គពួកជីងគ្មានបំណងល្អទេពួកគេធ្វើបែបនេះគឺចង់ប្រមាថទូលបង្គំប្រមាថទូលបង្គំគឺស្មើនឹងប្រមាថរាជការរបស់ព្រះអង្គក្រាបទូលព្រះអង្គទូលបង្គំមិនហ៊ានដាច់ខាតក្រាបទូលក្នុងនាមលោកជាអបរាជសូម្បីការទទួលខុសត្រូវបន្តិចក៏គ្មានលោកតាមយើងពីគុយទីរហូតមកដល់ពេលនេះច្រើនឆ្នាំមកនេះលោកសិតតែគិតគូរដើម្បីយើងដើម្បីរាជការមហាសង្ឃយើងសិតតែដឹងប៉ុន្តែលោកចាស់ហើយស្ថានភាពពេលនេះមិនដូចពីមុនទេអបរាជគឺលោកមិនមិនខ្វល់ខ្វាយពីរឿងរាជការទៀតទេព្រះអង្គប្រញាប់ជល់និវត្តន៍ចុះព្រះអង្គល្អអូព្រះគុណព្រះអង្គលោកម្ចាស់ឈិញឆាប់ក្រោយឡើងអរប្រគុណព្រះអង្គលោកម្ចាស់ឈិញលោកមើលគេចុះគេសុខចិត្តឈប់ធ្វើមន្ត្រីក៏មិនព្រមអោនក្បាលនៅមុខពួកជីងតើគួរធ្វើយ៉ាងណាល្អទៅព្រះអង្គបើពួកជីងនៅតែបន្តឲ្យព្រះអង្គលុតជង្គង់ទទួលរាជសារទៀតនោះឈៀងហួយយល់ព្រមអោនក្បាលចំពោះពួកជីងទទួលរាជសារជំនួសព្រះអង្គចុះលោកយល់ថាពួកជីងទាំងនោះអាចយល់ព្រមទេទូលមកគុំសុខចិត្តសាកល្បងមើលអបរាជជីងលោកគិតគូរពីប្រទេសជាតិដែលនាំឲ្យគេរិះគន់យើងពិតជារំភើបចិត្តណាស់ព្រះអង្គទូលមកគុំដើម្បីនគរស្លាប់ក៏មិនស្ដាយសុខចិត្តឲ្យគេរិះគន់លបងវិវរហើយព្រះអង្គសម្រេចចិត្តចរចាហើយ
មិនក៏បែបនេះព្រះអង្គបានហៅឈិញហួយត្រឡប់មកវិញហើយបញ្ឈប់លោកមន្ត្រីចៅទីងពេលនេះឈិញហួយកាន់តំណែងជាអបរាជឬត្រឡប់ទៅដំណាក់អបរាជវិញហើយមិនស្មានថាព្រះអង្គផ្លាស់ប្ដូរគំនិតឆាប់យ៉ាងនេះសោះលបងវិវរហើយព្រះអង្គសម្រេចចាត់ចរចាហើយមិនក៏បែបនេះព្រះអង្គបានហៅឈិញហួយត្រឡប់មកវិញហើយបញ្ឈប់លោកមន្ត្រីចៅទីងពេលនេះឈិញហួយកាន់តំណែងជាអបរាជឬត្រឡប់ទៅដំណាក់អបរាជវិញហើយមិនស្មានថាព្រះអង្គផ្លាស់ប្ដូរគំនិតឆាប់យ៉ាងនេះសោះចាប់ពីរឿងតបស៊ីបះបោមកគឺអាចទាយដឹងទៅហើយមន្ត្រីក្បត់ឈរជើងពិតជាមិនដឹងថាព្រះអង្គព្រះតម្រេះយ៉ាងណាទេដឹងច្បាស់ហើយថាឈិញហួយជាមនុស្សយ៉ាងណាហេតុអីក៏ទ្រង់នៅតែប្រើគេទៀតព្រះអង្គងុយហើយនៅពេលដែលងក់ប៉ះត្រូវខ្នែដូចជាឈិញហួយបើមិនផ្ទុំលើគេតើផ្ទុំលើអ្នកណាលបងគូធ្វើបែបណាទៅរៀបចំជួបខ្ញុំសរសេររបាយការណ៍ថ្វាយព្រះអង្គលបងឈិញហួយពូកែនិយាយណាស់បើមានចំនួនជាមួយគេខ្លាចតែនៅពេលនេះបើខ្ញុំមិននិយាយទៅអ្នកណាជាអ្នកនិយាយទៅមិនអាចឲ្យមន្ត្រីថោកទាបបង់ប្រណិតព្រះអង្គទេរឿងចរចាមិនអាចធ្វើបានទេលុតជង្គង់ដាក់ពួកចេញគឺបាត់បង់កិត្តិយសព្រះអង្គបាក់ព្រះភ័ក្រព្រះអង្គមន្ត្រីសុកចិត្តស្លាប់សូមព្រះអង្គព្រះរាជតម្រិះក្រាបទូលហើយតែអាចឲ្យប្រជារាស្ត្រលែងរងទុក្ខដោយសារសង្គ្រាមយើងលះបង់កិត្តិយសខ្លួនឯងបដូរមកវិញនូវសន្តិភាពមានអ្វីមិនល្អទៅបច្ចុប្បន្នតំបន់គ្រោះថ្នាក់មានជួយហើហើយនឹងឆាយជាងដែលជាតំបន់សំខាន់របស់សង្ឃបើយកតំបន់ហើណាំនិងសៀនស៊ីមកវិញច្បាស់ជាត្រូវមានទោសបញ្ឈរជាវបែបនេះត្រូវការពារភូមិភាគកណ្ដាលដែលគ្មានគ្រោះថ្នាក់បើជាប្រថុយគ្រោះថ្នាក់បាត់បង់ជាងជួយពួកជីងលើកឡើងថាសងតំបន់ពីរនេះគឺច្បាស់ជាមានបំណងមិនល្អគេចង់បំបីកម្លាំងទ័ពយើងពីខ្សែត្រៀមជាងជួយបង្វែរទៅភូមិភាគកណ្ដាលរួចកំទេចទាំងស្រុងពួកជីងចាប់ពង្រឹងរាជការថាធ្វើសង្គ្រាមនឹងយើងរយៈពេលជាង10ឆ្នាំប្រើគ្រប់ល្បិចកលឲ្យយើងបាត់បង់ទឹកដីពេលនេះគេបែរជាចង់ចរចាក្នុងនេះគឺច្បាស់ជាមានល្បិចអ្វីជាមិនខានទេសង្គ្រាមធ្វើឲ្យរាជបែកបាក់គ្រួសារមុននេះពេលយើងនៅមីងជូបានសូមមន្ត្រីទាំងឡាយពីវិធីដោះស្រាយបច្ចុប្បន្នយើងនឹងពួកជីងបានធ្វើការចរចាគ្នាលោកពេលនេះមិនបាច់គិតច្រើនទេពួកជីងមិនអាចជឿជាក់ចរចាមិនអាចមានប្រសិទ្ធភាពមន្ត្រីក្បត់អាចនាំទុកដល់នគរបន្សល់គេឈ្មោះដល់ចំនួនក្រោយសូមព្រះអង្គព្រះតម្រិះលោកមានចិត្តស្មោះយើងដឹងរឿងល្អប្រាឈិញគឺជាការយល់ច្រឡំវាមិនដូចជាការគិតទេយេហ្វៃលោកមិនបាច់ខលរឿងនេះទេគឺដោយសារមេតោះពួកទល់បង្គំគ្មានសមត្ថភាពទើបធ្វើឲ្យព្រះអង្គរងនឹងការលំបាកនេះសង្ឃឹមថាព្រះអង្គចេញរាជសារដាក់បញ្ជាលាលែងតំណែងទល់បង្គំឲ្យចូលនិវត្តន៍ដើម្បីព្រះអង្គសម្រេចតាមព្រះទ័យឲ្យរាជមានសន្តិភាពចុះទល់បង្គំសុខចិត្តចូលនិវត្តន៍ព្រះហឺនគេហ៊ានគំរាមយើងផងគេកាន់តែចង់ចូលនិវត្តន៍យើងកាន់តែមិនព្រមមិនអនុញ្ញាតទល់បង្គំដោយសារការងារ
គ្មានពេលកំណត់គ្រួសារម្ដាយឪពុកទទួលមរណៈមិនបានបំពេញភាពកតញ្ញូបើសិនរឿងគ្រួសារធ្វើមិនបានកាតព្វកិច្ចធ្វើជាមន្ត្រីក៏មិនបានល្អដូចគ្នាសង្ឃឹមថាព្រះអង្គរាជានុញ្ញាតឲ្យទូលបង្គំនៅសម្រាប់ក្បែរភ្នោកាន់ទុក3ឆ្នាំបំពេញនៅកតញ្ញូតាធម៌នគរពេលនេះមិនទាន់សុខសាន្តជាពេលកំពុងត្រូវការប្រើមនុស្សតែមិនអាចរងចាំ3ឆ្នាំទៅសំណើនេះយើងមិនយល់ព្រមលោកវិជ្ជាឈីលោកអារម្មណ៍ល្អមែនណាត់យើងមកជួបនៅទីនេះរាជបុត្រទី2លោកមកចាញ់ជិញយើងខានជួបគ្នាច្រើនឆ្នាំពេលនេះលោកមេឋានៈខ្ពស់សូម្បីតែផ្ទះលោកក៏យើងទៅលេងបានដែរមិនហ៊ានទេជាងហួយបានថ្ងៃនេះពឹងលើការលើកដំណើររបស់រាជបុត្រទី2បើមិនដល់ឆ្នាំនោះរាជបុត្រទី2ជួយទូលបង្គំចេញពីនគរអូទេទូលបង្គំគឺខ្លាចជាប្រលឹងខ្មោចស្លាប់នៅស្រុកគេទៅហើយគុណធម៌របស់រាជបុត្រទី2ជាងហួយខ្ញុំចងចាំក្នុងចិត្តបានហើយបើយើងនៅទីនេះរំលឹករឿងចាស់ចុះក្រាបទូលរាជបុត្រទី2ថ្ងៃនេះណារាជបុត្រទី2ជួបគឺចង់ពិភាក្សានឹងរាជបុត្រទី2បច្ចុប្បន្នការចរចាសុំនឹងជីងគឺមិនទាន់ដាច់ស្រេចចំណុចលំបាកមិនស្ថិតនៅលើដងវាយទេគឺនៅលើការលើកជង្គង់ក្នុងនាមជាស្ដេចព្រះអង្គគឺកំពុងខ្វល់ខ្វាយរឿងនេះសង្ឃឹមថារាជបុត្រទី2អាចបន្ធូរបន្ថយខ្លះហើយលក្ខខណ្ឌទាំងនេះសុទ្ធតែព្រះអង្គនិងរាជបុត្រទី4កំណត់ឲ្យគេផ្លាស់ប្ដូរគំនិតគឺពិបាកណាស់រាជបុត្រទី2ទ្រង់ត្រូវតែជួយទូលបង្គំព្រះអង្គគឺដោយសារតែថាទូលបង្គំអាចដោះស្រាយបញ្ហាបានទើបឲ្យទូលបង្គំកាន់ទ័ពកាន់តំណែងអបរាជបើទូលបង្គំធ្វើរឿងនេះមិនបានគឺច្បាស់ជាខ្លាចជារាជសាមញ្ញបើចង់សងគុណរាជបុត្រទី2ទូលបង្គំក៏គ្មានសមត្ថភាពដែរលោកមានយោបល់អីនិយាយតាមត្រង់មកបើហើយខ្លួននាមជាមន្ត្រីមិនអាចកិច្ចបានអញ្ចឹងរឿងលុតជង្គង់អាចបន្ធូរបន្ថយបន្តិចទេបើកាត់ចោលលក្ខខណ្ឌនេះនោះមហាជិញយើងចាំបាច់ចរចាទេឲ្យនមនហឺនណាំនឹងសៀស៊ីទាំងពីរនោះទៅទេជំនួយដូចជាមិនស្មើភាពទេគឺខាតដើមហើយរាជបុត្រទី2បើត្រូវតែលុតជង្គង់ទទួលរាជសារតើអាចឲ្យអ្នកផ្សេងជំនួសបានដែរទេរឿងនេះដូចជាមិនសមទេបើយើងចេះតែយល់ព្រមនឹងលោកពេលត្រឡប់ទៅវិញព្រះអង្គបន្ទោសតើយើងគួរធ្វើយ៉ាងណាល្អទៅឲ្យតែជាងហួយអាចចុះជឿនៅក្នុងរាជការបានពេលនោះពួកយើងម្នាក់នៅម្ខាងម្នាក់នៅខាងត្បូងម្នាក់នៅខាងជើងតាក់ទងគ្នាទៅមក
រាជបុត្រទី2ទ្រង់នៅខ្វល់ថាមិនអាចទទួលបានការទុកចិត្តពីស្ដេចជីងទៀតទេពួកយើងគឺនៅមានពេលច្រើនណាស់យើងពិតជាមើលលោកមិនខុសមែនចុះអ្នកដែលលុតជង្គង់ជំនួសគឺជាអ្នកណាដែរគឺទូលបង្គំជីងហួយជីងហួយលោកពិតជាប្រកែកគិតមែនល្ខោនវិឆានេះព្រះអង្គមើលហើយគឺអរគុណលោកមន្ត្រីទាំងឡាយឃើញហើយនឹងគោរពលោកនេះគឺពិតជាបានប្រយោជន៍ច្រើនមែនយេហ្វៃមើលហើយគេច្បាស់ជាចង់សម្លាប់ខ្ញុំលើថាពេលនេះគេកំពុងខឹងនឹងព្រះអង្គពលលោកមែនទេគេពេលនេះមិនអាចធ្វើអ្វីលោកទេគេនឹងប្រយ័ត្នក្បាលរបស់គេវិញទូលតាមត្រង់រំលឹកដល់យេហ្វៃទាំងអស់គ្នាសិតតែគិតថាទូលបង្គំស្អប់គេការពិតគឺខុសហើយបើគ្មានយេហ្វៃគឺគ្មានការចរចាមហាជីនិងមហាសង្ឃគ្មានការចរចាទូលបង្គំក៏មិនអាចត្រឡប់មកតំណែងនេះក៏គ្មានថ្ងៃនេះជួបជាមួយនឹងរាជបុត្រទី2ដែរហើយនេះហើយទូលបង្គំមិនស្អប់យេហ្វៃទេទូលបង្គំគឺត្រូវតែអរគុណគេថែមទៀតហើយ5អ្នកទាំងអស់គ្នាចុះមហូបមួយឆ្នាំនេះគឺជាមហូបប្រចាំហាងរបស់ពួកយើងបើមើលហើយឆាប់ភ្លក់មើលទៅអូនសម្លាញ់ឲ្យពួកលូតាសៀងធ្វើទៅអូនអង្គុយចុះមកអាយ៉ាបានហើយពួកបងពិភាក្សាកិច្ចការសំខាន់គួរតែកុំឲ្យពួកគេប្រមាណអ្នកនៅល្អជាងអូនស្រីគឺជាមេផ្ទះដើម្បីគ្រួសារមែនលពូនពិតជាមានសំណាងខ្លាំងណាស់ទាំងអស់គ្នាជជែកគ្នាទៀតចុះខ្ញុំបានរងាស់ស៊ុបប៉ែនៅលើចង្ក្រានលពូនលាវសាយចំអកហើយពួកយើងគ្រាន់តែជាប្រិយប្រពន្ធធម្មតាទេនិយាយទៅពេលណាទើបលោកប្អូនព្រមរកគូសកលនឹងគេដោយក្នុងខួរក្បាលឆ្លុះគ្នានឹងបេះដូងនាងយាយម្នាក់ឯងមិនហន់គិតដល់ខ្ញុំគ្មានសំណាងល្អដូចជាលបងទេនិយាយទៅពេលនេះរាជការមានគ្រោះថ្នាក់មនុស្សប្រុសស្រីទុកនៅខាងក្រៅសិនចុះក៏ត្រូវដែរលពូនជាមនុស្សដែលមានកំណើតមិនដូចជាបងទេពួននៅព្រៃភ្នំបែបនេះបើហាងស្រាតូចតាចអ្វីក៏អត់ចេះធ្វើលបងមិនក៏និយាយបែបនេះសំណាងហើយដែលលបងបើហាងស្រានេះមិនដូចចេះទេស៊ូក៏មិននាំការលំបាកដល់អ្នកទាំងអស់គ្នាដែរនេះមិនហៅថាការលំបាកទៅខ្ញុំមានដៃមានជើងខ្ញុំធ្វើការមួយថ្ងៃមិនអាចថាលំបាកទៅនេះគឺសំណាងហើយដែលនាងស៊ូមិនប្រកាន់ជួយខ្ញុំបានច្រើនណាស់ប្រសើរណាស់ឮទេនិយាយដល់ជួយបើអាចជួយដល់លបងយាកនោះគឺល្អហើយរោគចិត្តរួចតែស្នេហាតែព្រះអង្គបច្ចុប្បន្នវិញមិននឹងអាចយល់ព្រមធ្វើការចរចាជាមួយនឹងពួកជិញបានទៅការចរចាស្អីទៅត្រូវឲ្យប្រាក់ត្រូវកាត់ដីនេះទុកថាចរចាស្អីទៅហើយនៅត្រូវអោនក្បាលនៅចំពោះមុខវាទៀតនេះគឺខុបខិតគ្នាច្បាស់ណាស់មិនខុសទេគឺខុបខិតគ្នាឲ្យតែនឹកដល់រឿងនេះខ្ញុំខឹងជំនួសនឹងរបស់ជាមនុស្សដូចជាលបងជារាល់ថ្ងៃឡើងភ្នំកំបិតចុះផ្ទះខ្លាញ់ស្មានមកដល់ថាចុងក្រោយពាក្យចោះចាររបស់ព្រះអង្គមួយម៉ាត់ធ្វើឲ្យគុណសម្បត្តិរបស់លបងជាប្រមាណឆ្នាំមកនេះត្រូវប្រគល់ឲ្យគេទាំងស្រុងបើមានឱកាសខ្ញុំពិតជាចង់ប្រឡន់ឆ្អឹងពួកចោលជិះនោះទាំងរស់ណាលោកពូនលៀងមុននឹងតើលោកពូននិយាយថាម៉េចខ្ញុំថាបើសិនជាមានឱកាសខ្ញុំនឹងប្រឡន់ឆ្អឹងពួកជិះទាំងរស់នេះជាពាក្យពិតទេបើមានពាក្យណាคล้ายសូមឲ្យរទះបាញ់និយាយបានល្អខ្ញុំថ្ងៃនេះក៏និយាយពាក្យនៅក្នុងចិត្តប្រាប់លោកប្អូនទៅចុះទោះយ៉ាងយើងខ្ញុំពុននៅទីនេះសំងំសុកមែនប៉ុន្តែនៅនាងស៊ូដឹងពីខ្ញុំក្នុងចិត្តខ្ញុំមិនគប្បីនឹងលបងរហូតឲ្យតែលឺថាលបងនៅខាងក្រៅច្បាំងគ្នាក្នុងចិត្តខ្ញុំគឺរសាប់រសល់ថ្ងៃនេះបើលបងនិយាយទៅហើយខ្ញុំថ្លើមធំនិយាយមួយម៉ាត់ទៅចុះ
បើសងំនៅហាងស្រាបន្ទុះមេដីយកល្អកាន់កំបិតដៅនេះថ្ងៃដែលចរចាគ្នាសម្រាប់ពួកចោជីងឲ្យអស់តែម្ដងបងប្អូនតើខ្ញុំនិយាយទៅទេ មែនហើយនិយាយត្រូវសម្រាប់ចោជីងអស់ ខ្ញុំក៏ទៅដែរ មកលើកពេលឡើង មក មក សូម ជុ ជួយ ំខ្ញុំមួយចំណែកផង មក មកទុកខ្ញុំមួយចំណែកផង